សិនជាបងប្អូនមានបំណងចង់ទៅលេងរមណីយដ្ឋានទឹកធ្លាក់អូដាចំណាយពេលម្ដង1ម៉ោងផងពីទីរួមស្រុកភ្នំក្រវាញយើងនឹងធ្វើដំណើរដល់ឡើយដោយជិះម៉ូតូបងប្អូនហើយបើសិនជាបងប្អូនជិះលឿនណាខ្ទង់ជា40ទៅ50នាទីទេប៉ុន្តែដោយសារតែខ្ញុំជិះរៀងយឺតចាំគ្នាអញ្ចឹងខ្ញុំចំណាយពេលប្រហែលជា1ម៉ោងហើយផ្លូវដែលធ្វើដំណើរទៅពីទីរួមស្រុកភ្នំក្រវាញគឺយើងចូលតាមខ្លងទ្វារវត្តព្រៃខ្លុងណាហើយនេះគឺបងប្អូនយើងនៅកំពុងតែចាំគ្នាដើម្បីធ្វើដំណើរទៅលេងនៅក្នុងដែរផ្លូវដែលយើងធ្វើដំណើរទៅហ្នឹងគឺផ្លូវស្រួលរហូតទេបងប្អូនអាចមកឡានក៏បានអាចមកម៉ូតូក៏បានហើយបើសិនជាបងប្អូនមកម៉ូតូអញ្ចេះគឺកុំភ្លេចដាក់ម៉ាស់មកជាមួយផងពួកអីដីហុយអញ្ចឹងណាហើយនិយាយទៅគឺផ្លូវបែកច្រើនមែនទែនប៉ុន្តែបើសិនជាបងប្អូនមិនច្បាស់ទេអាចចុះសួរគេអញ្ចឹងណាដើម្បីឲ្យត្រូវផ្លូវដើម្បីកុំឲ្យវែងផ្លូវអញ្ចឹងណាហើយមកដល់កន្លែងផ្លូវបែកនេះជិះទៅតាមផ្លូវដែលគេកំពុងសាងសង់នេះបងប្អូនទាំងអស់គ្នាជិះប្រហែលជា13 14គីឡូដីទៀតគឺដល់រមណីយដ្ឋានទឹកធ្លាក់អូដាហ្នឹងហើយផ្លូវដែលគេកំពុងសាងសង់នេះគឺធំទូលាយល្អមែនទែនឥឡូវហ្នឹងយើងធ្វើដំណើរមកដល់កន្លែងរមណីយដ្ឋានទឹកធ្លាក់នឹងអូដាហ្នឹងហើយមកដល់ហ្នឹងគឺអត់ទាន់សូវមានមនុស្សប្រហែលទេដោយសារតែខ្ញុំធ្វើដំណើរមកដល់ហ្នឹងម៉ោង10អញ្ចឹងទៅគឺយើងមកដល់រៀងមុនគេតិចមានមនុស្សមួយឡើយអញ្ចឹងណាបងប្អូនអរគ្នាមកដាក់ទីម៉ូតូមកដល់ភ្លាមហ្នឹងអ្វីដែលខ្ញុំធ្វើមុនគេហ្នឹងគឺតម្រង់ទៅកន្លែងទឹកនឹងឯងព្រោះអីល្បីថានៅអូដានេះគឺស្អាតអីចឹងណាអត់មានសម្រាមមានអីចឹងបងប្អូននិយាយពីថាមកដល់វិញមើលទៅឃើញទឹកឡើងថ្លាគួរឲ្យចង់លេងម្ដងបងប្អូនអើយនិយាយពីថាថ្លាល្អមែនទែនហើយណាមួយកន្លែងលេងនេះគឺវាអត់សូវជ្រៅចឹងក្មេងៗហ្នឹងក៏អាចលេងបានអីចឹងណាក៏ដើរលេងឯណាក៏ដែរឲ្យតែលេងកន្លែងទឹកគឺអត់ភ្លេចទេវិចខ្ចប់បាយមហូបនំចំណីទឹកអីហ្នឹងគឺទៅជាមួយហើយឥឡូវហ្នឹងគឺយើងចាប់ដើមធ្វើដំណើរឆ្លងទឹកហ្នឹងទៅកន្លែងត្រៃម្ខាងទៀតដើម្បីរកកន្លែងសម្រាកអីចឹងណាពួកអីគ្នាយើងច្រើនចឹងហើយយើងរកកន្លែងដែលរៀងទលាយតិចហើយបន្ទាប់ពីដល់ដាក់អីវ៉ាន់រីករាល់ហើយហ្នឹងកូននេះគេចង់លេងទឹកចឹងហើយក៏នាំគាត់មកលេងទឹកសិនអត់ទាន់រកបាយរកទឹកទេពួកអីមកដល់រៀងក្តៅដែរហើយចឹងហើយក៏នាំគាត់មកលេងទឹកមកស្ទុះសិនចឹងណាកូនកូនខ្ញុំឯនេះនិយាយពីថាចូលចិត្តលេងទឹកមែនតើតែយំនេះដោយសារតែកន្លែងហ្នឹងរៀងជ្រៅជើងគាត់ដល់ដីចឹងហើយគាត់ខ្លាចអីចឹងណាឥឡូវប្តីរបស់ខ្ញុំគាត់ចាប់ដើមនាំមកលេងអាកន្លែងទឹករាក់ៗនេះវិញដើម្បីឲ្យជើងគាត់ហ្នឹងដល់ដីចឹងហើយគាត់អត់សូវខ្លាចទេហើយក្តៅអញ្ចេះទំនេរវិការងារមានអ្នកណាទេក្រៅពីមកលេងទឹកហើយទឹកនេះបងប្អូនបើសិនជាអត់ធ្លាប់មកលេងទេបងប្អូនអាចមកលេងបាននិយាយពីថាអូយតិចស្រួលមែនតើហ្មងបងប្អូនអរគ្នាហើយពូខ្ញុំឯនេះនឹងអត់មានតលេងអីគេទេដោយសារតែនេះនៅចាំអាំងសាច់អាំងអីចឹងណាហើយយើងដាក់ម្ហូបមកម្ហូបឆ្អិនខ្លះម្ហូបឆៅខ្លះមកដើម្បីយើងយកមកចម្អិននៅនេះនិយាយពីថាទឹកនេះគឺត្រជាក់ល្អមែនតើហ្មងណាបងប្អូនអើយអាកាសធាតុក្តៅអញ្ចឹងនិយាយពីថាបានងុយទឹកត្រជាក់អញ្ចឹងនិយាយពីថាស្រួលខ្លួនមែនតើហ្មងណាបងប្អូនហើយបើសួរថាអូយធ្លាប់មកលេងកន្លែងហ្នឹងមិនដងហើយទៅមកលើកទី1ទេបងប្អូនប៉ុន្តែនិយាយពីសុបាយវិញគឺសុបាយមែនតើហ្មងណាបងប្អូនដោយសារអីទឹកឡើងថ្លាល្អមែនតើហើយណាមួយទៀតគឺអត់មានសម្រាមទេដូចគេនិយាយមែនបងប្អូននិយាយទៅគឺស្អាតមែនតើហ្មងហើយកន្លែងលេងនេះគឺធំទូលាយមែនតើនិយាយទៅគឺមនុស្សអាចលេងបានច្រើនគ្នាអញ្ចឹងណាហើយណាមួយក្មេងៗក៏អាចលេងបានដែរដោយសារតែទឹកហូរនេះវាថាលក្ខណៈថាហូររាក់អញ្ចឹងហូរតិចអញ្ចឹងណាវាមិនជាហូរខ្លាំងហ្មងទេទឹកនិយាយទៅគឺល្មមលេងបងប្អូនអរគ្នាក្មេងៗក៏អាចលេងបានដែរដោយសារតែទឹកនេះវាអត់ជ្រៅអីចឹងណាទោះបីជាទឹករាក់បណ្ដាក៏ដោយក្នុងនាមយើងជាអាណាព្យាបាលឬក៏បងប្អូនមីងពូអីចឹងណាបើសិនយើងយកក្មេងៗទៅជាមួយកុំភ្លេចកុំឲ្យនៅឆ្ងាយដែរសោះបងប្អូនទោះអីទឹកអត់មានមេឃអត់មានធៀងអីទេបងប្អូនអើយតែលងហើយទោះបីរាក់ក៏ដោយអញ្ចឹងណាព្រោះក្មេងៗអត់ចេះហែលទឹកទេអញ្ចឹងហើយបើសិនយើងយកគាត់ទៅគឺយើងមើលឲ្យមានទៀនឲ្យមានដាច់កន្ទុយភ្នែកទេនិយាយទៅគឺកូននៅតាណាក្មួយនៅតាណាគឺយើងនៅតានឹងដែរអញ្ចឹងណាកុំធ្វើប្រហែសសោះកណ្ដាលយើងប្រហែសគឺដឹងតែមានវិវដិសារីហើយទោះបីជាទឹកនឹងរាក់យ៉ាងណាក៏ដោយគឺយើងអត់ត្រូវប្រហែសជាដាច់ខាតអញ្ចឹងណាបងប្អូនថ្ងៃដែលខ្ញុំទៅលេងហ្នឹងគឺចាំថ្ងៃឈប់សម្រាកថ្ងៃបុណ្យជាតិនឹងឯងកាលថ្ងៃទី1ខែ5នេះបងប្អូនអរគ្នានិយាយទៅគឺម្សិលមិញនឹងឯងនិយាយពីថាមនុស្សទៅលេងក៏ច្រើនគួរសមដែរអញ្ចឹងណានិយាយទៅគឺមនុស្សច្រើនហ្មងណាបងប្អូនអរគ្នាហើយខ្ញុំធ្លាប់ទៅលើគេនិយាយថានៅអូដាហ្នឹងគឺទឹកធ្លាក់ស្រួលលេងនិយាយទៅគឺរាក់ក្មេងៗអាចលេងបានអញ្ចឹងណាធ្លាប់ទៅលើគេល្បីអញ្ចឹងហើយគឺបានទៅខ្លួនឯងម្ដងចេះហើយជុំគ្នាជាមួយបងប្អូនចេះហើយនិយាយពីថាសប្បាយមែនទែនហ្មងណា
នេះតែនេះពីការងារថ្ងៃសៅរ៍ថ្ងៃអាទិត្យអីបងប្អូនរបួលគ្នាដាក់មកទ្រីបមកមិត្តភ័ក្តិក៏បានបងប្អូនក៏បានហើយនាំកូនមកលេងផងដោយសារទឹកនៅនេះរាក់ទេគឺស្រួលលេងអញ្ចឹងណាហើយបងប្អូនដែលរស់នៅក្នុងស្រុកភ្នំក្រវាញស្រាប់គឺងាយស្រួលមែនតែននិយាយទៅគឺធ្វើដំណើរតែមួយផ្លែតគឺដល់បាត់ហើយបងប្អូននិយាយទៅគឺយើងអត់ចំណាយពេលយូរទេហើយបើកូនវិញបានចុះទឹកអញ្ចេះហើយសង្កថាអូសឡើងលើគោកវិញអត់ចង់ឡើងទេដោយសារទឹកហ្នឹងគឺត្រជាក់ហើយរាក់ស្រួលលេងអញ្ចឹងនិយាយទៅនិយាយថាម្នាក់លេងឡើងត្រជាក់ល្អឲ្យបងប្អូនហើយប៉ុន្តែបើថាសួរថាអូបបួលទៅផ្ទះអីតិចថាចង់ទៅនិយាយថាអត់ចង់ឡើងទេបងប្អូនអើយពួកខ្ញុំលេងនេះគឺខ្ញុំលេងផ្នែកខាងក្រោមគេប្រអស់ហើយនេះផ្នែកខាងលើនេះក៏មានមនុស្សច្រើនដែរនិយាយទៅគឺនៅលើទៀតអីចឹងណាសម្បីតែលោកហ្នឹងក៏គាត់មកស្រង់ទឹកលេងនៅនឹងដែរបងប្អូននិយាយទៅគឺនិយាយថារមណីយដ្ឋានទឹកធ្លាក់អូដានេះនិយាយទៅគឺល្បីយូរដែរហើយប៉ុន្តែសារតែខ្ញុំចេះតែអត់មានពេលទៅអញ្ចឹងណាទៅតាពេលនេះគឺមានពេលទៅនេះហើយក៏ឆ្លៀតនាំកូននឹងបបួលបងប្អូនទៅលេងជុំគ្នាអញ្ចឹងនិយាយទៅគឺសប្បាយដូចគេថាមែនបងប្អូននិយាយទៅគឺសប្បាយមែនតែនហ្មងណាទឹកនេះមិនសូវជាហូរខ្លាំងប្រហែលទេប៉ុន្តែក្មេងៗអាចហ៊ានឲ្យលេងទេខ្លាចលោតែតាមទឹកទៅអីចឹងណាហើយនេះគឺនាំគ្នាអោបចកេះគ្នាដើម្បីរំកិលគូទៅតាមទឹកអីចឹងណាប៉ុន្តែដោយសារតែទឹកវារៀងរាក់អញ្ចឹងហើយគឺអត់អាចរំកិលទៅមុខទេមានតែពូចាប់ទាញនឹងឯងនិយាយពីថាគាត់សប្បាយមែនតែនហ្មងបងប្អូនអរគ្នានិយាយទៅឲ្យតែបានដើរលេងទឹកជុំគ្នាអញ្ចឹងនិយាយពីថាម្នាក់មកវិញពីប្រុសជីអញ្ចឹងមិនថាក្មេងមិនថាចាស់ទេនិយាយពីថាសប្បាយអស់មែនតែនហ្មងណាបងប្អូនហើយលើតំណងមកថានៅថ្ងៃទី4ឧសភាឆ្នាំ2025នេះចាំថ្ងៃទឹកនេះនឹងមានកម្មវិធីសប្បាយមានការជួបជុំមហាជននិងយុវជនជាង 1000 នាក់មកពីបណ្ដាស្រុកផ្សេងៗក្នុងខេត្តពោធិ៍សាត់ហើយមួយទៀតកម្មវិធីបបោះដើមឈើដើម្បីរក្សាបរិស្ថានធម្មជាតិកម្មវិធីចាក់នំបញ្ឆៅនិងអាហារសាមគ្គីមានការប្រកួតហូបនំបញ្ឆៅខ្នាតយក្សការប្រកួតបាល់ទះមិត្តភាពរវាងស្រុកភ្នំក្រវាញស្រុកបកានស្រុកវាវែងនិងស្រុកកកូហើយកម្មវិធីទាំងអស់ហ្នឹងគឺគោលបំណងដើម្បីចូលរួមគាំទ្រវិស័យទេសចរធម្មជាតិក្នុងស្រុកយើងឲ្យកាន់តែរីកចម្រើនក៏ដូចជាជួយអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានផងដែរហើយសង្ឃឹមថានៅថ្ងៃទី4ខាងមុខនេះនឹងមានបងប្អូនយើងជាច្រើនចូលរួមឲ្យបានច្រើនកកលេងទឹកមួយឆ្អែតហើយហ្នឹងម៉ោង2ពួកខ្ញុំចាប់ដើមឡើងពីទឹកត្រឡប់មកផ្ទះវិញហើយដោយសារអីខ្លាចភ្លៀងវិញនៅតំបន់ភ្នំតែងមេឃល្ងិតនេះគឺភ្លៀងធ្លាក់មកឲ្យបងប្អូនហើយណាមួយផ្លូវទៅធ្វើថ្មីដែរចឹងហើយខ្លាចលោមានភ្លៀងមានអីចឹងទៅពិបាកជិះម៉ូតូចឹងណាចឹងហើយពួកខ្ញុំស្រូតឡើងមកវិញឥឡូវវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយអរគុណដល់ការតាមដានរបស់បងប្អូនតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ